ខ្ញុំបានហ្នឹងមកពីស្រុកឃុំទូកមាសកង្កើតស្រុកបន្ទាយមាសខេត្តកំពតអាហ្នឹងក៏ឃុំទូកមាសភូមិតាពាំងព្រីងឃុំទូកមាសកង្កើតស្រុកបន្ទាយមាសខេត្តកំពតតាំងពីឆ្នាំ83មកនៅរស់នៅកន្លែងហ្នឹងដើម្បីស្នាក់នៅរស់ស៊ីមុនដំបូងថាមកនៅរស់ស៊ីដល់តែ2ឆ្នាំឯងត្រឡប់ទៅវិញប៉ុន្តែដល់មកឃើញដីវាល្អច្រើនក៏ចាប់ដីចឹងចាប់ដីធ្វើចំការមួយគេបងប្អូនក៏គេ4នៅក៏នៅគេទៅនៅរហូតមកទល់សប្តាហ៍ថ្ងៃ2015ហ្នឹងមកដល់បាទខ្ញុំបាទហ្នឹងឈ្មោះតាចាប្រាក់ថននៅរស់នៅភូមិព្រៃស្មាច់ហៅពួយជប៉ុនចំណុចពួយជប៉ុនហៅព្រៃស្មាច់ឃុំកោះស្ដេចស្រុករីសាគរខេត្តកោះកុងចាប់តាំងពីខ្ញុំមកនៅចំនួនឆ្នាំ83ហ្នឹងគឺខ្ញុំរស់នៅកន្លែងហ្នឹងជាប្រជាពលរដ្ឋនៅបានរយៈពេល2ឆ្នាំខ្ញុំបានហ្នឹងក៏ចូលធ្វើជាទាហានក្នុងសម័យសម្ដេចហ៊ុនសែនហ្នឹងអស់រយៈពេល7ឆ្នាំតែការដែលបម្រើការជាយោធារបស់សម្ដេចហ៊ុនសែនហ្នឹងគឺខ្ញុំនៅជានៅអាយុតិចដែរទេកាលនោះហើយខ្ញុំបាទហ្នឹងក៏បម្រើការងាររដ្ឋផងហើយជីវភាពខ្ញុំក៏មុខរបររស់ស៊ីដើរឡើងភ្នំបាទដូចជារស់ឈើខ្លឹមច័ន្ទនឹងមានការតំណាក់តំណងគឺប៉ះអីយកហ្នឹងតាំងពីសត្វព្រៃក៏ឲ្យតែប៉ះយកអត់ដល់តគួនសងកតងកធាយអីតែប៉ះយកទាំងអស់បាទការចំណាននោះព្រោះជីវភាពអ្នកនៅស្រុកគិរីសាគរហ្នឹងគឺអញ្ចឹងហើយចាប់តាំងពីភូមិដែលខ្ញុំដឹងរស់នៅគឺចំនួនទាហានយួននៅកន្លែងនោះទាហានយួននៅបាន1ឆ្នាំចូល84ក៏ដកទាហានយួនចេញអស់ហ្នឹងចូលដល់ពួកខ្ញុំហើយដែលខ្ញុំរស់នៅកន្លែងហ្នឹងគឺខ្ញុំបាទហ្នឹងក៏ធ្វើការយោធាផងហើយខ្ញុំក៏រកជីវភាពខ្ញុំជាប្រជាពលរដ្ឋហ្នឹងគឺដើរគ្រប់កន្លែងភូមិដល់តំបន់នេះគឺស្គាល់ទី1គឺចំណុចពីអាវសវងព្រាមកាយមកឡាំធានចឹងមកភូមិខ្ញុំនៅហ្នឹងគឺពួយជប៉ុនលងត្រីខ្យងលាក់ព្រែកដំបងព្រែកតាព្រំពួយមងគៀនកលាញ់ញីមាសសំរងតកែវហើយនឹងយីសែននឹងជួតាមមាត់សមុទ្រហើយបើខាងកើតនេះខាងស្អុយគៀនទឹកគៀនជ្រៃចម្លងគោស្មសបាទអាហ្នឹងគឺដំណើរដែលខ្ញុំធ្លាប់ដើរស្គាល់តាមសមុទ្រតាមភូមិមាត់សមុទ្រហ្នឹងហើយបើលោកនៅក្នុងព្រៃភ្នំនេះគឺភ្នំចាប់កូនកុកស្ពាយបាតកោខោផាំងបាតផ្ទះភ្នំ70ភ្នំហ្វីលីពីនភ្នំហ្វីលីពីនទាំងនោះនេះនៅសប្តាហ៍ថ្ងៃហ្នឹងចិត្តហ្នឹងនៅក្នុងភូមិកូនកុកថ្មីរាល់ថ្ងៃហ្នឹងហើយខាងភ្នំ70ខាងជ្រុងនេះឡើងទាំងនេះចូលទៅក្នុងលើខាងលើអាដេញគេហៅថាភូមិកូនកុកហ្នឹងឡើងតកើតចេះមកចូល70កន្លែងជំរងខ្មែរក្រហមឆាយក្រូចបាទម្ដុំឆាយក្រូចម្ដុំភ្នំសពៅភ្នំយុទ្ធកាវាលវែងព្រោះតំបន់នោះខ្ញុំនៅដើររស់ឈើបុកកន្លែងឈើខ្លឹមអញ្ចឹងហើយគេថាការចំណានដែលនៅរស់ស៊ីជាប្រជាពលរដ្ឋហ្នឹងពួកខ្ញុំហ្នឹងគឺប្រឹងប្រែងដើរស្គាល់ដោយសារការជីវភាពជាប្រជាពលរដ្ឋដើររស់ឈើព្រៃទេក្នុងកំឡុងឆ្នាំពីឆ្នាំ8ជាពី79មកនិយាយត្រង់ដោយឡាំធានក៏ប្រជាពលរដ្ឋនៅច្រើនចំនួន50-60គ្រួសារព្រាមកាយភូមិតូចហ្នឹងនៅក្នុងចំណោមហ្នឹងវាមាន5ដល់10គ្រួទេព្រាមកាយគេហៅព្រាមកាយនៅខាងកើតឡាំធានហ្នឹងតែនៅក្នុងហ្នឹងគឺគេដាក់រួមហៅថាភូមិព្រាមកាយបើពួកជប៉ុនពីមុនមកដើមដំបូងឆ្នាំ79នៅចំនួនគ្រួសារគឺច្រើន50-60គ្រួសារបន្ទាប់ពីឆ្នាំ79ដល់ឆ្នាំ83គេដកឡើងទៅនៅភូមិកោះស្ដេចទាំងអស់បាទអស់ហើយមកលងត្រីគឺមានគ្នាប្រហែលជា30ជាងគ្រួសាររហូតដល់50គ្រួសារព្រៃដំបងមានជាង20គ្រួសារបើពួយមងជាប់ជុង30ជាង40គ្រួសារបបញីមាសច្រើនញីមាសមាត់ព្រាមតនីហ្នឹងនៅច្រើនផ្ទះប្រជាពលរដ្ឋទាំងអស់
ចំនួនហ្នឹងមានក្នុង40គ្រួសារដែលមានទៅឃើញប៉ុន្តែសិនតែអ្នកមានទុកណាចំនួនឆ្នាំ8ជាងហ្នឹងគ្រូចំនួន8ជាងហ្នឹងគឺមានជុំក្នុង40 50គ្រួសារហ្នឹងប៉ុន្តែសិនទូអត់មានអ្នករស់ស៊ីព្រៃភាគតិចឡើងឈើឡើងព្រៃតិចបាទដល់សំរងកែវហ្នឹងភូមិចាស់គេពីដើមដូចនៅពួកជប៉ុនតាំងពីសង្គមមកអញ្ចឹងហ្នឹងនៅសំរងកែវហ្នឹងហើយនឹងសែនហ្នឹងផ្ទះច្រើនរាប់រយខ្នងដល់រហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងក៏នៅជាង100គ្រួសារឥឡូវហ្នឹងដែលដល់មកដំណាក់កាលឆ្នាំ2015 2010ហ្នឹងក៏ខាងក្រុមហ៊ុនយូញៀនហ្នឹងគេទៅដេញមកដល់អីមកក៏ឡើងមកនៅភូមិថ្មីនេះចាប់តាំងពី83មករហូតទាល់គ្នានឹងឆ្នាំឆ្នាំ90នឹងជប់ឡើងដល់ហ្នឹងដល់ពេលកន្លែងធ្វើឈើអាលឈើម៉ៃតាប់វិញហើយលក់ឲ្យថៃបាទឆ្នាំ90 1990ហ្នឹងចាប់ធ្វើឈើព្រោះក្រុមហ៊ុនម៉ៃវិធីហ្នឹងគេមកបោះទីតាំងនៅក្នុងទឹកដីភូមិពលជប៉ុនហ្នឹងធ្វើជារោងចក្រជាក្តារបន្ទះឈើម៉ៃតាប់អាណា30ហៅណា30 56ហ្នឹងហើយ10គុណនឹង20ហើយអាធីវអាក្តារអា3គុណនឹង3ហ៊ុនគុណនឹង20ក្តារស្លឹកហ្នឹងហូណាបាទហ្នឹងក្តាររបស់មកធ្វើទិញម៉ាស៊ីនកាត់ឈើដែរបាទរកស៊ីមុខរបរអាចឈើព្រៃដែរតែចំណន់នោះដើមឈើច្រើនណាស់មិនមែនអញ្ចឹងទេឈើនៅដូចដើមដូងអញ្ចឹងជ្រុងហ្មងអាភ្នំពណ៌ជប៉ុនហ្នឹងគឺព្រៃចិត្តហ្មងដើមឈើកម្ពស់មួយដើមមាន5គី3គីគឺសិតតែដើមឈើធំហើយអាចចំការលើអូរជាចិត្តហ្នឹងគឺដែលមកអស់ទឹមកាលយើងដែលវាអស់ឈើធំទៅវាលក៏ពួកអ្នកកាប់ចំការនៅក្នុងស្រុកករីសាគរហ្នឹងបើនិយាយទៅការពិតទៅមនុស្សចម្រុះ24ខេត្តក្រុងបាទចម្រុះ24ខេត្តក្រុងតែនៅក្នុងភូមិពលជប៉ុនហ្នឹងវាមានតិចដែរព្រោះវាចម្រុះគ្រប់កន្លែងអស់កំពង់ចាមស្វាយរៀងអីកពតកំពង់ត្រែកស្រុកបាត់ដំបងអីក៏មានវាមកចម្រុះគ្នានៅក្នុងស្រុកករីសាគរហ្នឹងនិយាយឲ្យចំទៅវាអត់មានតែមកស្រុកទេមកស្រុកយ៉ាងដែលយើងមកហ្នឹងមានយ៉ាងច្រើនណា5គ្រួសារអីហ្នឹងដែលមករស់នៅមុនដំបូងអញ្ចឹងតែដល់យូរចេះបែកនាំកូននាំចៅមករស់នៅសពថ្ងៃហ្នឹងតែឥឡូវក៏វាបែកឡើងចាត់ចាយហ្នឹងបន្តមកឡើងមកនៅភូមិថ្មីលើហ្នឹងតមករាល់ថ្ងៃហ្នឹងមកក៏រស់នៅសពថ្ងៃហ្នឹងក៏នៅសេះសល់ដូចយើងចំនួនបច្ចុប្បន្នហ្នឹងតបពីក្រុមហ៊ុនចិនដេញប្រមូលសន្តិសុខអីទៅដេញទៅដល់ទៅដុតទៅឈូសឆាយអ្នកខ្លះក៏ខ្លាចក៏មកនៅតាមគេមកភូមិថ្មីកូនកុកហ្នឹងដល់អាយុ40ហ្នឹងខ្ញុំក៏ឈប់រឿងជីវភាពធ្វើរស់សត្វរស់សត្វអីបំបត្តិអាយុជីវិតសត្វដូចជាសត្វដើរតកូលកសងអន្តរកធាអីហ្នឹងក៏ខ្ញុំលះបង់ឡាយរោវាហើយព្រោះខ្ញុំរៀបចំខ្លួនចូលសំសិលហើយនៅអាយុ40ជាងហ្នឹង41 42ហ្នឹងសប្តាហ៍ហ្នឹងអាយុ71ហើយនៅតែធ្វើអាចារ្យហ្នឹងរហូតដល់ធ្វើបន់ធ្វើទៀនចាក់មេក្រូការគេចឹងទៅកាន់វេលាការទៅភូមិខ្ញុំដែលនៅរងថ្ងៃហ្នឹងគឺសំអាងជាដូចជាវត្តជាសាសនារបស់រដ្ឋហ្នឹងមួយកន្លែងមានវត្តមានសាលារៀនថ្មត្រឹមត្រូវមានវិហារថ្មល្អត្រឹមត្រូវហើយទំហំដីចំណុចពលជប៉ុនយើងហ្នឹងគឺប្រជាពលរដ្ឋមាន30គ្រួសារហ្នឹងគឺពីខាងលិចទាល់សមុទ្រខាងកើតទាល់ភ្នំពីខាងត្បូងវត្តហ្នឹងគឺមានសំអាងដូចជាខ្មោចកប់រាប់រយនាក់នៅពីត្បូងវត្តហ្នឹងទាល់ព្រែកខាងជើងហ្នឹងទាល់ភ្នំទំហំដី35ហិកតាហ្នឹងវាឥឡូវដូចជាសពថ្ងៃនេះចិនវាធ្វើថ្នល់កាត់ហើយអស់ហើយពីខាងជើងក្រោមប្រទាយធានហ្នឹងទៅខាងលិចភ្នំហើយអាផ្លូវចាស់ពីបុរាណមកពីជើងភ្នំផ្លូវបុរាណតាំងពីចំនួនអាណានិគមជប៉ុនធ្វើចំនួនសម្ដេចតាហ្នឹងគឺក៏នៅដែរបាទព្រោះទំហំដីហ្នឹងគឺមានទាល់ភ្នំហ្នឹងហើយអាផ្លូវថ្នល់ចាស់តែអាផ្លូវច្បាយសក់ធ្វើថ្មីអាហ្នឹងធ្វើចូលកាត់ភូមិហ្នឹងអាហ្នឹងខ្ញុំអត់និយាយថាដីនៅក្បែរជើងភ្នំខាងកើតហ្នឹងបងថ្នល់បុរាណហ្នឹងទាល់មានពេកទៅគូខ្ញុំហ្នឹងទាល់ពេកបាទអាហ្នឹងអត់មានបញ្ហាទេបើសិនណាជារាជរដ្ឋាភិបាលអាចដំណោះស្រាយជូនប្រជាពលរដ្ឋបានហ្នឹងប្រជាពលរដ្ឋពួកយើងខ្ញុំហ្នឹងគឺមានការសង្ឃឹមថានឹង
รวมเราโดยเมียนศึกษาเพียบตามโดยยังวีมุนธรรมดาปีปอนผมใบมกเรียนก่อนมาเมียนภาษาเราขนมภูมิเปรย์สมัยคุมก็สไลด์จากกรีซากัวฮาวภูมิบัวญี่ปุ่นนั่งเราขนมวัดกรีกงเกียนั่งก่อนมาเมียนทางกรมหุ่นเจนเมียนทางจะวายสกมามีคุ้มมีภูมิเราก็ไหลนั่งก่อนมาโฆษณาถ้าบางคนบางกรมหุ่นจูนมาอาภิวัตเราขนมภูมิคุ้มยืงเมียนการีเรียนะอะไรก็มันอ้อยป้าปอลดอภูมิบอกก็đây na đây trâu tính cứ cái vô là đây tinh đây na đây mình lúa cứ cái ọt vô đi hay bây giờ phụ dương xem có miền ca sờ bài đi để thằng ta miền nó thôi à bị bắt đôi mình pa po là đây bị chia bớt không phum mình mà gạo thà mình mà plan vô đây phum đôi ở ngay pa nó châu rùm thằng o lính kia thằng cái bài sọc mê khum thằng cầm hôn chấn về thằng o lính về miền bay thằng đạp nè miền bay đạp nè bớt nó châu rùm miền chiang mà rồi nè phù nó bị chia bớt nó không nóng về cả chừng nó nóng mà nấu xào mắm thì cho mình đang pan tầng khmer tầng trắng nó miền chiang mà rồi nè thì cả muối sầm rápประชุมบางปูนผัวเยี่ยมรัฐนักร้องบ้านสักไปคือดาวโรสีปรีเมียนนาวสาวนั้นคือประชุมมันนั่งไงแต่นาวเชียงมาrồiเมียนภูมิเซ็งนั่งมาอยู่นู้นด้วยก็ได้กับเมียนมาอยู่นู้นได้กี่มอจ้อมก็กี่โจรมาสลับเนี่ยคลาก็กี่ดังมุนจังกี่แผลม้อก็มออยู่มวยขี้นี่บาข้างก็ได้นั่งไหลนั่งการน้องก้อนเย่ละอสดำก้อนเย่รูปบางปูนแต่บ้านอาบวัดนั่งเวสบายหึงตีอ๋อกำแต่โยภูมิไอ้หมกเรียนก้อนชลายแต่อัดเมียนปลาปอเลยแต่ปลาปอดำชื่อมันดำก็สร้างเป็นอย่างไรเด้ส่วนไปจะพูดทนอปลาจอมแจ๊กก็บ่จอมแจ๊กบ่มันผัวมันจ้ามันผัวมันก็ถือเวียงเอาเด้นี่ก้อนเย่ด้านหน้าปนังไอ้ก้อนเย่นั่งเปรย์เปรย์เตี้ยเปรย์เปรย์มองไปเจียผมบุญโหดดอนมองปีนดาบันจอบเมียนประซองการจำนวนนู้เมียนประซองจ่าดิกานั่งนกนองวัดนั่งจำนวนผมเปิลอ่องนกนองวัดนั่งเมียนประซองเปิลอ่องวัดกรีกงเกียนั่งเฮ้ยก้อนมองเรียนนั่งก้อนชัวใบมุกติจื้อนกนองรงนั่งรู้ให้รงมุกอาสลาชื่อทมนั่งอาสลาชันทมนั่งเราbịมุกนั่งจอมnâu khang khỏi chấm lạ xe pin bông chấm lạ xe nó miền rong bon muôi pro xịp rô nó hôm từ tưng bầm muôi bờ đói bầm bay nó con khô na nó còn lại nó con bài một cái trường và đã tọc muôi hay hạ cà ray đôi chia vai sọc mày không ấy chô cùng coi pin bông con lang chô một bài một cái trường hay micro khiêm tiết nhầm đạm micro nó còn lại nó chấm ba ôi con thì dây khiêm nâu miên ăn sầm đêm mà cái xe nó nâu con là lâu về du về lâu đa ban mà chấm nuôn con dây đâu hiện mình sau ba đôi cái xe thì vẽ con cái xe nó về du về con là lâu nó ai vô tàu cai pre ban cái xe nó vô rồi thọt tranh vinh ban và vô tàu chấm láng ban mà chấm nuôn không mình ăn đi nó po đam nhau tàu đò đi ra tháp bá đôi đánh dụ chẳng xong rồi đánh dụ nó con vừa cả ban chui bị chia bớt ở ban luôn nâu vừa áp bị bớt rồi luôn ấy nó không tam phum cha và tam phum cha huynh mình tiêm tia sầm nong vì ra thà ban mình tiêm tia sầm nong vì cầm hôn ấy thế tiêm tia ở sầm đai nhiều rắn cây hay sầm đai sẽ hàm ni prom chăng ông ca cao ra thà ban chui trong trên chừng rồi ơi đây ra thà ban chui bị chia bớt ở luôn nâu tam phum còn nào là bọc luôn huynh đam bay nâng vừa ai bị bắt đây luôn anh mình ơi miền pa pol ấy chấm pu đây được chứ đây cầm hôn chúa hay đây chấm cai vẫn nó ở miền tiêm tia đấy lâu zoom bay ta tiêm tia là đây phum nó chấm đây phum pua chụp pun sam sập ram ta nó ngày nâng vọt để co sang cha mò dù hơi nâng đây nâng tiêm tia của vọt nó việt co sang một bàn cơn lần hơi cứ xong ơi đã ruộng nâu chấm luôn sam sập cua sa nângสนมปัวดอนได้อยู่รันไตรหอลไงนั่งได้คนใส่นั่งไอ้ลูกช่วยดอกไตรวิลภูมิกอมันท่าระภูมิปัวญี่ปุ่นนั่นนั่งเยตูจังสระกรีซากัวแคดกอกงเยตั้งปีเพียมกายปัวญี่ปุ่นจะน้อยปัวญี่ปุ่นนั่งเต้ายีเมียเต้าร้องตะแก้วเต้าอยู่ใส่ในนั่งได้ไปเจียบรันเน่านั่งอะไรนั่งคือสมอำเปียวเนี่ยเราได้อยู่นั่งดอกไตรเอาบานชาบดำใบอ้อยไปเจียบรัดเธออาไปวัดรู้ดอยโคลนไอ้ใบเปิ้งเปียดอกกรมหุ่นนี่บอกกรมหุ่นจ้องเธอช่วยเธออาไปวัดกันนะเธอเปล่าอ้อยจูจะ
ធ្វើថ្នល់ឲ្យបានស្អាតអោយទៅបានហើយក្នុងរជ្ជកាលរបស់សម្ដេចនាយករដ្ឋមន្ត្រីក្នុងលោកជាថ្នាក់ដឹកនាំជាតិแล้วសំអាងទៅលើគាត់ហើយនឹងសម្ដេចសីហមុនីដែលហើយនឹងព្រឹទ្ធសភារដ្ឋសភាទាំងអស់ហើយព្រមទាំងជានឹងដូចជាការអំពាវនាវហើយទៅលើអង្គការសហប្រជាជាតិហ្នឹងក៏មកកន្លែងហើយនឹងអង្គការក្រៅរដ្ឋាភិបាលទាំងអស់